ដំណើរកំសាន្តជាលក្ខណៈគ្រួសារទៅកាន់ខេត្តកំពតភ្លាបគឺយើងឈប់ញ៉ាំបាយនៅក្នុងទីរួមខេត្តរួចគឺយើងបន្តដំណើរឡើងទៅកាន់ភ្នំបូកគោតែម្ដងថ្ងៃនេះនៅភ្នំបូកគោមានពពកចុះអាប់ច្រើនអញ្ចឹងយើងពិបាកមើលទេសភាពបន្តិចគឺយើងអាចចូលទៅលើ point view នីមួយៗទៅកាន់មើលទៅកាន់សមុទ្រឲ្យបានច្បាស់ទេព្រោះដោយសារតែមានពពកនិងអាប់ខ្លាំងពេកក្រៅពី point view ដែលយើងអាចមើលឃើញទេសភាពបានយើងក៏អាចដើរមើលដូចជាព្រះវិហារកាតូលិកមួយនេះដែលបានកសាងនៅក្នុងសម័យបារាំងដែលបានបន្សល់ទុករហូតដល់បច្ចុប្បន្ននេះក្រៅពីព្រះវិហារបរទេសយើងក៏មានព្រះវិហាររបស់ខ្មែរយើងដែលបន្សល់ទុកពីសម័យបារាំងដូចគ្នាគឺវត្តសំពៅ5បច្ចុប្បន្នវត្តសំពៅ5នេះគឺមានវត្តខ្មែរមួយនៅខាងក្រោមហើយមានព្រះសង្ឃគង់នៅដូចគ្នាហើយទេសភាពនៅលើវត្តសំពៅ5នេះគឺស្អាតមែនទែនកំពុកខ្ញុំហ្នឹងទឹកជ្រក់ពកវល់សំដាច់តាយើងយាងឡើងហើយហងសាវរីឋានសួគ៌ពពកវាយោត្រជាមិនរួរំអស់ហើយយាយម៉ៅចៅសូមឡានភ្នំយាយតាមប្រក្នុងគូនេះគឺជាទឹកធ្លាក់ពពកវល់នៅលើភ្នំបូកគោប៉ុន្តែរៀងរាល់ថ្ងៃច័ន្ទថ្ងៃសុក្រគឺអត់ដូចថ្ងៃសៅរ៍ទេបើថ្ងៃសៅរ៍ទៅគឺមានមនុស្សច្រើនរីឯទេសភាពទីនេះគឺធម្មជាតិស្រស់ស្រាយស្អាតមែនទែនជាពិសេសដូចទាំងថ្មគេបន្ទប់ពីលើគ្នាក៏ពិតជាការកកើតដោយធម្មជាតិទេភ្ញៀវទេសចរបើសិនជាមករៀងរាល់ថ្ងៃសៅរ៍ទៅគឺមានអាប៊ូហ្វេម្នាក់ដូចជា$3ហើយយើងក៏មានម្ហូបកំងដែរបើសិនជាបងប្អូនកំងម្ហូបមានដូចជា20000 30000 40000តាមបងប្អូនកំងមានមាន់មានត្រីមានអីចឹងទៅហើយទេសភាពនៅទីនេះគឺស្រស់ស្រាយមែនទែនបើសិនជាបងប្អូនមកគឺកុំភ្លេចថតរូបនៅទីនេះគឺជាឋានសួគ៌បូកគោទឹកជ្រោះពពកវល់បន្ទាប់ពីយើងបានចុះមកដល់ក្នុងក្រុងកំពតវិញយើងក៏បន្តដំណើរមកកាន់ដងព្រែកកំពតនេះគឺជាដងព្រែកកំពតនៅក្បែរស្ពានកំពតតែម្ដងស្ពានឆ្លងពីត្រើយម្ខាងទៅកាន់ត្រើយម្ខាងឆ្លងកាត់នៅព្រែកកំពតយើងមកដល់កន្លែងទូកទេសចរមួយនេះយើងក៏អាចកំងនៅចំណីអាហារកំងនៅបាយម្ហូបឬក៏ឃើញបងប្អូនមួយចំនួនក៏ទិញម្ហូបមកពីខាងក្រៅក៏បានដែរប៉ុន្តែជាការរីកខមមិនរបស់ខ្ញុំគឺបងប្អូនអាចទិញម្ហូបពីខាងក្រៅមកថែមក៏បានដែរព្រោះយើងទិញម្ហូបនៅខាងក្រៅគឺវាធូរថ្លៃហើយបានច្រើនយើងអាចញ៉ាំឆ្អែតប៉ុន្តែម្ហូបនៅលើទូកនេះបើសិនជាយើងកំងនៅលើទូកនេះគឺយើងធម្មតាម្ហូបគឺគេគិតថ្លៃសេវាកម្មផ្សេងៗអញ្ចឹងវាអត់សូវបានច្រើនដូចយើងទិញនៅខាងក្រៅទេអញ្ចឹងជាការរីកខមមិនបងប្អូនអាចទិញផ្កាទិញក្តាមនៅក្នុងផ្សារកំពតរបស់យើងនឹងយកមកញ៉ាំលើនឹងក៏បានដែរក្តីស្នេហ៍សំផកំពតនៅឥតកែប្រែគុណយុរតែឲ្យស្នេហ៍ជាប់ចិត្តបើឃ្លាតទាំងស្រមៃនាំក្តីអាល័យតុងភ័យផ្ដេកផ្ដិនព្រោះជារឿងកម្មប្រចាំជីវិតកំពតដួងចន្ទអាណិតខ្ញុំផងកំពតពោពេញលលេងឡើងថ្មីញ៉ាំបាយបណ្ដើរគយគុណមើលទេសភាពតាមដងព្រែកបណ្ដើរនិងមើលទៅកាន់អំពើអំពែកបណ្ដើរនេះជាបទពិសោធន៍និងជាអនុស្សាវរីយ៍ដ៏ល្អសម្រាប់ការជួបជុំគ្រួសារមិត្តភ័ក្តិនិងបងប្អូនអញ្ចឹងនៅក្នុងអំឡុងពេលដែលយើងមានជីវិតរស់នៅយើងគួរតែបង្កើតនូវក្តីសុខបង្កើតនូវអនុស្សាវរីយ៍ដ៏ល្អនិងជាការចងចាំដើម្បីបន្តទៅកាន់គ្នាទៅវិញទៅមកជាពិសេសមនុស្សយើងគឺមិនអាចរស់បានជាង100ឆ្នាំទេគឺកម្រណាស់អញ្ចឹងបងប្អូនក្នុងអំឡុងពេលយើងមានជីវិតរស់នៅយើងគួរតែបង្កើតនូវក្តីសុខឲ្យខ្លួនឯងតើមនុស្សម្នាក់មាន10ឆ្នាំប្រហែលដងអញ្ចឹងអ្វីដែលយើងទៅគិតអ្វីយើងទៅរីករាយអ្វីដែលយើងទៅលះបង់គឺយើងធ្វើយ៉ាងណាគឺដើម្បីក្តីសុខខ្លួនឯងជាការគ្រប់គ្រាន់នេះជាការគិតរបស់ខ្ញុំកំពតពោពេញលលេងឡើងថ្មីកែសលោកខ្ចីគប់ចិនដាបងថ្ងៃណានឹងបានប្រានបីត្រកងកំពតរៀមសងផងជានិរន្តរ៍បងជាអ្នកកពតនិយាយច្ដីមិនដូចគេថងសាថងឆាយអូនអើយគឺមិនគឺទីของជនបទឈប់យើងឥឡូវហៅគ្នាលឺគេល្បីលុនទឺអ្នកកពតឈ្មោះឆ្នាមួមម៉ាំងតែឃើញអូនផ្លែរឿងប៉ែតដីលើឆៃមកសួរមុខសួរខ្នងសួរហោលេខពេះច្បុកជះនុយ
แผ่ปอนเต็งกาดชาติสู่ศกตกไก่บ้านเพียดุมเตาวัดไงบนชุมบันโอ้ยไม่เตกยมถ้ามันจูบนักกระมมปะจอมปะปนเกไอวันจะบอกในไม้นี่มันบัดเวียงแช่สู่เนียสันจกบองกันนั่งจะลันเตอมันเสือออกไหลสั่ง